ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហុតផាណិតថ្ងៃនេះដែរខ្ញុំអនុវត្តការងារទី3អញ្ចឹងនៅក្នុងការងារទី3របស់យើងទី1គេឲ្យយើងបង្ហាញទៅលើ content នៃ file នៅក្នុង SSH config folder ជាមួយនឹង line number របស់វាបាទអញ្ចឹងដើម្បីធ្វើការបង្ហាញគឺយើងប្រើប្រាស់ command មួយគឺ cat បន្ទាប់មកហើយអឺដក n ដែលដក n ហ្នឹងគឺចង់បង្ហាញទៅលើចំនួន number របស់ line ហ្នឹងហើយslash etc/sh/sh config បាទនេះតកតងជាមួយនឹងការបង្ហាញទៅលើ line number ជាមួយនឹង content of file របស់យើងនៅក្នុង folder sh config បាទអញ្ចឹងយើងធ្វើការ clear វាមួយបន្ទាប់មកនៅក្នុងចំណុចទី2នេះគឺគេឲ្យយើងបង្ហាញទៅលើ information of memory អញ្ចឹងដើម្បីធ្វើការបង្ហាញ information of memory យើងប្រើប្រាស់ command មួយគឺfree.h បាទអញ្ចឹងនេះគឺ information of memory បាទអញ្ចឹងតកតងជាមួយនឹងចំណុចបន្តទៀតគឺគេឲ្យយើង print ទៅលើ process ដែល associate ជាមួយនឹង user អញ្ចឹងដើម្បីធ្វើការ print វាគឺយើងប្រើប្រាស់ command line ps.u ដែល .u ហ្នឹងតំណាងឲ្យ user បាទអញ្ចឹង user ឈ្មោះខ្ញុំនេះគឺមានប៉ុណ្ណឹងទាក់ទងជាមួយនឹង process associate ជាមួយនឹង user ហ្នឹងបាទអញ្ចឹងចូលដល់ចំណុចទី4គេឲ្យយើង find file ដែលមានទំហំធំជាង5មេបាទអញ្ចឹងដើម្បីធ្វើការ find file គឺយើងប្រើប្រាស់ command line មួយឈ្មោះថា find បន្ទាប់មក slash ដក type បន្ទាប់មក f បាទបន្ទាប់មកទៀតគឺដក size ទំហំរបស់វាបាទsize ហើយ size របស់យើងគឺធំជាង5មេខុសបន្តិចបាទដោយសារតែខ្ញុំអត់បានដក clear line type នេះមិញអញ្ចឹងយើង find file ដែលធំជាង5មេបាទអញ្ចឹងទាំងអស់នេះសិតតែជា file ដែលមានចំនួនធំជាង5មេបាទយើងមើលទៅបាទអញ្ចឹងបើយើង scroll មើលទៅវាអត់មាន file ណាមួយដែលទូជាង5មេទេបាទអញ្ចឹងចូលដល់ចំណុចបន្តទៀតគឺទាក់ទងជាមួយនឹងgrep យើងប្រើប្រាស់ command grep ដើម្បី find ទៅលើ file ដើម្បី find ទៅលើពាក្យ error នៅក្នុង file នៅក្នុង folder log បាទអញ្ចឹងខ្ញុំធ្វើការ clear វាចោលមួយសិនអញ្ចឹងដើម្បីធ្វើការ find file error គឺយើងប្រើ command grep បន្ទាប់មកទៀតដក i ដែលដក i នេះយើងប្រើវាដើម្បីនៅពេលដែលយើងបញ្ចូល keyword error នេះអក្សរតូចអក្សរធំហ្នឹងក៏វាចាប់បានដែរបាទ error ទោះបីយើងបង្ហាញវិស័យអក្សរនេះជាអក្សរតូចឬអក្សរធំក៏អត់អីដែរដោយសារតែយើងបានប្រើប្រាស់ដក i នៅខាងមុខបាទបន្ទាប់មកទៀតslash etcមិន etc ទេគឺ slash var បន្ទាប់មកទៀត slash log slash កាយបាទ
ចឹងបានបង្ហាញទាក់ទងជាមួយនឹង file ដែល error បាទចឹងមានច្រើនគួរសមដែរបាទចឹងចូលដល់ចំណុចបន្ទាប់ទៀតគឺយើងប្រើប្រាស់ command awk ដើម្បី print only user name from file etc passwd បាទបាទអញ្ចឹងយើង clear វាចោលមួយសិនទៅអញ្ចឹងមិញហ្នឹងយើងប្រើប្រាស់ command awk បន្ទាប់មកយើងប្រើប្រាស់ដក f.2 ហើយបន្ទាប់មកយើងធ្វើការបើក single quote នៅក្នុង single quote ហ្នឹងគឺយើងត្រូវតែសេពាក្យថា print ដុល្លារលេខ1មានន័យថា print first file ហើយបន្តមកទៀតនៅក្នុង folder etc slash etcបន្ទាប់មកគឺ slash passwd អូបាទអញ្ចឹងនេះអញ្ចឹងតកតងជាមួយនឹងlet ទី3គឺមានតែប៉ុណ្្នឹងបាទអរគុណលោកគ្រូ